Ok, hello គ្នាយើងអញ្ចឹងយើងតមេរៀនយើងទៀតតកតងជាមួយនឹង for loop យើង sorry តកតងមុន loop តែយើងចប់ loop ហើយមែនទេអញ្ចឹងយើងចូលទៅកាន់ loop បន្តទៀតតកតងជាមួយនឹង loop ទី3របស់យើងតកតងជាមួយ do while do while មែនទេ do while loop អញ្ចឹង do while loop អូខេ do while sorry do while loop អញ្ចឹងគ្នាយើង do while loop វាអត់មានអីខុសពី loop តន័យផ្សេងៗទេវាថាវាខុសពី loop ផ្សេងៗទេវាដូចតែគ្នាប៉ុន្តែអ្វីដែលវាខុសគ្នានោះគឺទៅលើ syntax ហើយនឹង operation វាតើវា execute បែបណាហើយតើតើជាមួយនឹង syntax do អញ្ចឹងនៅក្នុងនោះវាមាន var ខាងក្រោមនេះគ្នាអញ្ចឹង var ខាងក្រោមនេះគឺវាមាន condition នៅក្នុងនោះអញ្ចឹងទៅអញ្ចឹងតើតើជាមួយនឹងនេះ condition sorry នេះ condition អញ្ចឹងតើតើជាមួយនឹង do while syntax របស់វាគឺបែបហ្នឹងអញ្ចឹងដូចគ្នាយើងបានឃើញអញ្ចឹង syntax របស់វាគឺបែបនេះចុំសិនជា syntax បែបនេះវាដំណើរការបែបណាអញ្ចឹង block code វានេះ block code block code អីចឹងទៅអូខេឥឡូវនេះកន្លែង update អូខេអញ្ចឹងយើងមើលទៅកាន់ syntax ប៉ុណ្ណឹងគឺយ៉ាងហ្នឹងមែនទេអញ្ចឹងមានថា do while loop គឺជា loop មួយដែលមានលក្ខណៈពិសេសជាងគេពី loop ដទៃទៀតពី loop for loop ហើយនឹង while loop do while loop គឺជា loop មួយដែល execute code block code ដំបូងគេដោយអត់គិតលើ condition មានន័យថាវាចាប់ផ្ដើម operation ភ្លាមវាអត់គិត condition ទេមានថាវាដំណើរការ one statement សិនមានថាវាដំណើរការ one block code ម្ដងសិនវាដំណើរការម្ដងហើយបានវាចាប់ផ្ដើមទៅ check condition អានេះគឺជា do while loop ហ្នឹងដែលវាមានលក្ខណៈពិសេសជាងគេអញ្ចឹង do while loop មានថាវាដំណើរការ block code ដោយមិនចាំបាច់ check លក្ខខណ្ឌនៅ statement ដំបូងគេមានថានៅលេខរៀងដំបូងគេអត់ទៅការ check ជាមួយនឹង condition ទេបន្តមកទៀតបានវាទៅការ check condition ហើយឥឡូវយើង make ទៅការ syntax យើងតែម្ដងអញ្ចឹងគ្នាយើងចាំណា syntax របស់យើងសរសេរដល់ថ្ងៃទៅអាចចាំហើយ iostream អូខេ using namespace std in main return 0ហ្នឹងទៅអញ្ចឹងហើយពេលនេះយើងសរសេរដល់ថ្ងៃទៅអាចចាំមែនទេអញ្ចឹង purpose របស់យើងសរសេរដដែល I learn you ដដែលអញ្ចឹងនៅក្នុងនេះមានអីប្រវត្តិទេទៅដល់ជាមួយ do while loop ជាមួយ syntax របស់យើងអញ្ចឹងដំបូងចង់ឲ្យវា initial i ស្មើលេខ1អញ្ចឹង initial សិនអញ្ចឹងនេះជា initial value អញ្ចឹងទៅជាមួយនឹង initial value គឺយើងដឹងថាមិនតម្លៃចាប់ផ្ដើមអញ្ចឹងបន្តមកយើងមាន syntax របស់យើងមក do នៅក្នុងនេះ while អញ្ចឹងនៅក្នុង while គឺ condition ជា condition អញ្ចឹងឲ្យ i របស់យើងតូចជាងឬស្មើ1000ទៅតាមនេះអញ្ចឹងតូចជាងឬស្មើ1000អញ្ចឹងវាតូចជាងឬស្មើ1000ទៅតាមជាមួយនឹង condition នៅក្នុងនេះជា block code របស់យើងមិនអញ្ចឹង block code របស់យើងមានថា do something ហើយបាន check condition ជួយយើងគិតអង់គ្លេសថា do something ហើយបានយើងគិតទៅលើ condition បើយើងគិតបកខ្មែរមើលថាវាធ្វើអីហើយបានវាចាប់ផ្ដើម check លក្ខខណ្ឌតាមក្រោយបើយើងទៅការ primitive ទៅដូចជាគ្នាយើងស្ដារលេងឬមួយក៏ញ៉ាំអីចឹងណាគ្នាយើងទៅញ៉ាំហើយបានប្រាប់ម៉ែអើតាមក្រោយហ្នឹងគេថា do while loop ហ្នឹងឯងប៉ុន្តែបើសិនយើង while loop ហើយនឹង for loop វាថាយើងសុំអីបានយើងត្រូវការធ្វើវាតែអ្នកអត់ដែលធ្វើហើយបានសុំតាមក្រោយអូខេអញ្ចឹងតើតើជួយលេងចង់ see out ទៅតែhello all member Gen Z today learning again learning from scratch អញ្ចឹងទៅអូខេអញ្ចឹងតើតើជាមួយនឹងប៉ុណ្ណឹងខ្ញុំចង់ endline វាអញ្ចឹងយើង complete ថាទៅ set loop complete ជាមួយនឹង update បើគ្នាមាន update ឲ្យថាគ្នា loop ហ្នឹងវាដំណើរការតែម្ដងដោយសារយើងមាន update មែនទេអញ្ចឹងយើង complete update អូខេអត់មាន update អូខេអញ្ចឹងស្អីក៏គ្នាយើង specify ចឹងស្រួលមើលស្អាតតិចអញ្ចឹងតើតើជាមួយនឹងការ execute ដំណើរការវាតើវាដំណើរការបែបម៉េចអូខេអញ្ចឹងដំណើរការវាទី1វា check condition វាចាប់ផ្ដើមមានតម្លៃ initial អញ្ចឹងវា check condition មុនsorry វា run មុនវា run code នេះមុនអញ្ចឹងដល់ពេលវា run code នឹងពឹបវាចាប់ផ្ដើម check condition run ចេញមានថាវាចេញ value ហើយបានវា check condition
ហើយបោះទៅលើ check ម្ដងទៀតរហូតណាពេលណាទៅវា false វាលេង execute នឹងតែម្ដងចឹងតើតើជាមួយប៉ុណ្ណឹងឥឡូវខ្ញុំចង់ដាក់ជាមួយនឹង index នៅខាងលើនេះចឹង I អូខេចឹងអូខេចង់ដាក់ I ដូចនេះ and then អូខេប៉ុណ្ណឹងចឹងយើង run ចូលនឹងតែម្ដងហើយចឹងវាចាប់ផ្ដើមពីលេខហ្នឹងអញ្ចឹងវាចាប់ផ្ដើមពីលេខ1រហូតដល់1000ដូចគ្នាចឹងតើជាមួយនឹង code គឺវាមានអីខុសគ្នាគ្នាគឺតើជាមួយនឹង loop cònយើងនឹងថា loop do while loop do ឲ្យបាន get condition ឥឡូវគ្នាយើងបើសិនជាខ្ញុំអត់ loop ជាមួយនឹង initial ទៅតើវានឹងមានរឿងអីកាត់ឡើងបើសិនជាយើងដាក់ជាមួយនឹង initial អញ្ចឹងវានឹងចាប់ផ្ដើម loop រហូតប៉ុន្តែវានៅលើលេខ1រហូត loop គ្មានថ្ងៃបញ្ចប់គ្នារៀន loop គ្មានថ្ងៃបញ្ចប់ដោយសារវា true រហូតចឹងដល់ពេលណាទៅវា true រហូតជំនឿថាបើសិនជាគ្នាយើងអត់មានឡើងចឹងបើថាតម្លៃរបស់យើង sorry មានថាតម្លៃ i របស់យើងនេះចឹងមានថាតម្លៃ i របស់យើងនេះ initial នេះ i នេះគឺមានលេខ1ចឹងលេខ1ទៅជា1000រហូតពិតលោតចឹងវានៅតែលេខ1ដដែលទេចឹងមកថាយើងគឺកុំផ្សេងកូដ complete update ហ្នឹងឥឡូវបើសិនជាខ្ញុំចង់ឲ្យអាមួយហ្នឹងវាពិតរហូតខ្ញុំចង់ឲ្យអា hello let's from sky ចឹងគឺយើងអាចពិតរហូតចឹងកន្លែងនេះខាងលេខបាល់នេះយើងឲ្យ true ទៅឲ្យ true ចឹងដល់ពេលណាបើសិនជាវាពិតមានថា learning from sky នេះមានថាបើវាពិតឲ្យវាដំណើរការរហូតអញ្ចឹងវាអត់ខ្វល់ទេវាពិតរហូតអញ្ចឹងវាទៅរហូតទៅ hello from sky រហូតអញ្ចឹងបើសិនវាពិតរហូតវាដំណើរការរហូតអញ្ចឹងវាអត់ខ្វល់ទេអញ្ចឹងវាដំណើរការរហូតដល់កុំព្យូទ័រយ៉ាងហ្នឹងកែងអញ្ចឹងទៅអញ្ចឹងតើតើបើសិនជាយើងអត់លក្ខខណ្ឌនឹងវាពិតមែនទេអញ្ចឹងសរុបរួមមកវិញ loop មានថាវាដំណើរការ block code statement ដដែលកូដណាដែលវាដដែលវានឹងទៅការសរសេរជាមួយនឹងទៅការសរសេរជាមួយនឹង loop តែយើងចង់ឲ្យវាដំណើរការដដែលអត់ទៅការខាត់ space មួយទៅជាមួយនឹង loop វាមាន3មាន for loop while loop និង do while loop តើជាមួយនឹង for loop មានថាវាមាន condition ហើយsorry we check condition ហើយបានវាទៅការ execute block code statement តែបើសិនជា while loop ក៏ដូចគ្នាដែរវា check condition ហើយបានវាទៅការ so យើង check condition ហើយបានវាទៅការ execute statement ប៉ុន្តែតើជាមួយ do while loop មានថាវា do something ហើយបានវាទៅការ check ទៅកាន់ condition ចុះថា3ហ្នឹងវា loop ទៅនៃដូចគ្នាតើយើងគួរប្រើនៅវានៅពេលណាអញ្ចឹងតើជាមួយនឹង for loop គឺយើងប្រើវានៅពេលណាដែលយើងដឹងចំនួនច្បាស់លាស់ថាយើងចង់ដឹងថាចំនួនចាប់ផ្ដើមពីត្រឹមណាដល់ត្រឹមណាច្បាស់លាស់យើងប្រើជាមួយនឹង for loop while loop ក៏ដូចគ្នាគឺវាដូចទៅនឹង for loop ដែរប៉ុន្តែវាខុសគ្នាទៅលើ syntax ទៅទៀត while loop វាមានចំណុចពិសេសជាង for loop បន្តិចនៅពេលណារៀនពិសេស project ខ្ញុំយើងដឹងថា while loop វាមានចំណុចពិសេសជាង for loop បន្តិចហើយមួយទៀតតើតើជាមួយនឹង for loop មានថាយើង condition គឺនៅនឹងតែម្ដងមានថា initial update ហើយនឹង condition គឺនៅនឹងតែម្ដងតែចំពោះ while loop អត់ទេចាប់ផ្ដើមដំបូងគឺ check condition ហើយបានវាមានជាមួយនឹង update ហើយនឹង initial ចឹងតើតើជាមួយនឹង while loop គឺប៉ុណ្ណឹង do while loop do something and man check condition ចឹងតើតើជាមួយនឹង loop គឺមាន3ហ្នឹងសង្គមតែគ្នាយើងយល់ហើយតើតើជាមួយនឹង loop marine loop របស់យើងចឹងតើតើជាមួយនឹង marine loop របស់យើងគឺចាប់បានត្រឹមតែប៉ុណ្ណឹងហើយជួបគ្នានៅវីដេអូក្រោយជាមួយនឹងវីដេអូបន្តទៀតជាមួយនឹង lesson ថ្មីដែលយើងរៀបចំដោយ Gen Z ហើយយើងបញ្ចូលគ្នាយើងឲ្យបានក្បោះក្បាយពីសិនគ្នាយើងមានចម្ងល់អាចកត់thêmមកកាន់ពួកយើងបានដែលយើងបានដាក់នៅក្នុង channel Telegram ហើយជួបគ្នានៅវីដេអូក្រោយបាយបាយ